ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះមានអីប្លែកទៀតដែរគឺធ្វើមាន់ស្បែកខ្មៅញ៉ាំទាំងអស់គ្នាពុកម៉ែបងប្អូនជិតចូលឆ្នាំចិនហើយតោះទៅមើលគ្រឿងផ្សំទាំងអស់គ្នាខ្ញុំមានដូចជាមាន់តាគៀកខ្ញុំយកពីតាគៀកខ្ទឹមចិញ្ច្រាំយកឲ្យច្រើនមកណាបងប្អូនប្រេងខ្យងប្រេងល្ងហើយនិងស្បែកខ្មៅបងប្អូនតោះដំបូងឡើងគឺយើងទៅដាំទឹកសិនបងប្អូនដាំទឹកស្ងោរមាន់ណាស្ងោរមាន់ខ្ញុំអត់មានដាក់អីបងប្អូនខ្ញុំដាក់តែអំបិលបន្តិចដើម្បីឲ្យវាកាត់ឆ្អាបពេលបងប្អូនហើយយើងចាំមាន់យើងទៅកាត់ស្បែកខ្មៅនិងស្បែកខ្មៅយើងអត់យកស្លឹកទេណាបងប្អូនយើងកាត់យកតែគល់វាមកបានហើយបងប្អូនហើយស្លឹកហ្នឹងគឺយើងចោលទាំងអស់អញ្ចឹងដល់ពេលយើងទៅទិញយើងរើសណាយើងគល់ធំណាបងប្អូនហើយយើងឆិតវាអញ្ចឹងមកបងប្អូនដើម្បីឲ្យវាទុយស្រួលញ៉ាំបងប្អូនប៉ុណ្ណឹងមកហើយបន្តមកទៀតយើងទៅលាយគ្រឿងផ្សំទាំងអស់គ្នាមានដូចជាប្រេងខ្យង2ស្លាបព្រាបាយប្រេងល្ង2ស្លាបព្រាបាយហើយស្ករស1ស្លាបព្រាបាយហើយនឹងប៊ីចេងយើងប្រើ1ចុងស្លាបព្រាបាយហើយនឹងទឹកស៊ីអ៊ីវជប៉ុនខ្ញុំដាក់1ស្លាបព្រាបាយបងប្អូនប្រើជាស៊ីអ៊ីវធម្មតាក៏បានដែរបងប្អូនតែបើដាក់ស៊ីអ៊ីវជប៉ុនឬក៏ស៊ីអ៊ីវចិនទៅឆ្ងាញ់បងប្អូនតែប៉ុណ្ណឹងមកបានហើយយើងទៅស្រង់មាន់ហើយល្មមមាន់យើងខ្លាញ់ដែរបងប្អូនខ្ញុំប្រើតែប៉ុណ្ណឹងទេមាន់ហើយទឹកមាន់ហ្នឹងខ្ញុំយកទៅស្រោះជាមួយនឹងស្ពៃខ្មៅតែម្ដងសម្រាប់ការស្រោះស្ពៃខ្មៅគឺយើងស្រោះតែមួយផ្លែទេបងប្អូនតោះមកយើងដុសស្រង់វាទៅត្រាំជាមួយនឹងទឹកកកហើយទៅយើងយកខ្ទះមកឆាខ្ទឹមបងប្អូនខ្ទឹមបំពងគឺថាត្រូវតែដាក់ឲ្យច្រើនបងប្អូននេះដូចជាខ្ញុំចិញ្ច្រាំ12កពឹសបងប្អូនច្រើនដែរអញ្ចឹងណាបងប្អូនលីងវាឲ្យឡើងឈ្ងុយប៉ុណ្ណឹងមកបានហើយបងប្អូនហើយយើងដួសវាទុកដាក់ចានមួយឡែកមកហើយយើងទុកខ្លះនៅបាតជាមួយនឹងខ្ទះហ្នឹងណាបងប្អូននៅសល់បាតតិចមកយើងមិនចាំកោឲ្យអស់ខ្លាំងពេកទេមកល្មមប៉ុណ្ណឹងមកហើយយើងបើកខ្ទះឲ្យខ្ទះហ្នឹងក្តៅមកយើងឆាជាមួយនឹងគ្រឿងដែលយើងបានលាយមិញហើយមកណាបងប្អូនឲ្យវាឆ្អិនលាយគ្រឿងហ្នឹងជាមួយខ្ទឹមហ្នឹងទៅមកចាំដាក់ប្រេងទៀតទេពេលហ្នឹងបងប្អូនតែគ្រឿងផ្សំយើងត្រូវតែដាក់ប្រេងល្ងបងប្អូនបានវាឆ្ងាញ់ហើយប្រេងល្ងហើយនឹងខ្ទឹមហ្នឹងគឺសំខាន់ណាបងប្អូនត្រូវតែដាក់ពីរមុខហ្នឹងបានអាចយើងធ្វើជាមាន់ស្ពៃខ្មៅបានបងប្អូនប៉ុណ្ណឹងមកហើយជាការស្រេចទេបងប្អូនវាឆ្អិនហើយទៅយើងទៅបេះមាន់ទាំងអស់គ្នាមាន់យើងបេះមកល្មមញ៉ាំដែលយើងគិតថាប៉ុណ្ណាដែលយើងគិតថាមកដាក់មាត់យើងមកល្មមមាត់យើងណាបងប្អូនខ្ញុំដាក់តែប៉ុណ្្នឹងទេមាន់ហើយបន្តមកទៀតចាំយើងដាក់ស្ពៃខ្មៅចូលក្នុងចាននឹងទាំងអស់ជាទូទៅគឺបងប្អូនផ្សេងទៀតគាត់អាចលាយជាមួយស្ពៃខ្មៅផ្សេងទៅមាន់ដាក់ផ្សេងទៅតែសម្រាប់ខ្ញុំគឺខ្ញុំដាក់ស្ពៃខ្មៅហ្នឹងជាមួយនឹងសាច់មាន់ហ្នឹងច្បល់ចូលគ្នាទៅទាំងអស់តែម្ដងបងប្អូនយើងលាយបានមួយស្ទុះប៉ុណ្ណឹងមកខ្ញុំថែមស្ពៃខ្មៅទៀតហើយនឹងខ្ញុំដាក់ខ្ទឹមពងដែលយើងពងហើយមិញបងប្អូនហើយយើងច្បល់វាឲ្យចូលសព្វជាតិចូលគ្នាទាំងអស់មកណាបងប្អូនទាំងខ្ទឹមពងទាំងស្ពៃខ្មៅទាំងមាន់ហ្នឹងមកតែប៉ុណ្ណឹងមកហើយបងប្អូននិយាយទៅខ្ទឹមពងដាក់កាន់តែច្រើនកាន់តែឆ្ងាញ់ពេលហ្នឹងឈ្ងុយប្រេងល្ងបងប្អូនអើយឈ្ងុយឡើងពេញផ្ទះហ្មងប៉ុណ្ណឹងហើយយើងរៀបចំដាក់ក្នុងចានដើម្បីដាក់ចូលក្នុងទូទឹកកកបងប្អូនមុនដំបូងយើងដាក់ខ្ទឹមពងនៅបាតចានខ្លះមកដើម្បីឲ្យចាក់មកវាឃើញខ្ទឹមពងខាងលើហ្នឹងបងប្អូនហើយយើងចាប់ដាក់សាច់មាន់ហ្នឹងដាក់ផ្សេងមកហើយចាំយើងដាក់ស្ពៃខ្មៅយើងហ្នឹងដាក់ពីលើបងប្អូនដាក់មកចានមកល្មមហ្មងប៉ុណ្ណឹងគឺមកល្មមចានហ្មងបងប្អូនហើយយើងរៀបចំអីអស់ហើយប៉ុណ្ណឹងគឺខ្ញុំយកថង់ដាក់ថង់ក្របម្ហូបហ្នឹងបើបងប្អូនអត់មានថង់ក្របម្ហូបទេបងប្អូនយកអីមកក្របមកធ្វើមិនឲ្យចិត្តណាហើយដាក់ចូលទូទឹកកករយៈពេលកន្លះម៉ោងអីទៅក៏បានដែរនេះខ្ញុំដាក់ឯងឈុលដែរខ្ញុំដាក់ចូលដល់ល្ងាចខ្ញុំធ្វើពេលថ្ងៃបងប្អូនដល់ល្ងាចបានបើកញ៉ាំហើយបើកមកតំណងឲ្យបងប្អូនអើយនិយាយទៅឡើងស្ពៃខ្មៅយើងបានត្រាំទឹកកកហើយបានយើងដាក់អញ្ចឹងឡើងវាស្រួយតែម្ដងហើយមាន់វិញត្រជាក់ចូលជាតិឆ្ងាញ់ឈ្ងុយប្រេងល្ងជាមួយនឹងខ្ទឹមប៉ងបងប្អូនធ្វើបែបខ្ញុំអញ្ចឹងទៅឆ្ងាញ់ហ៎បងប្អូនហ្នឹងហើយបងប្អូនវីដេអូមានតែប៉ុណ្្នឹងទេលឿនងាយអរគុណច្រើនបងប្អូនសម្រាប់មើលវីដេអូមួយនេះ